សូចានស៊ីងនាងទៅដាក់ខ្លួនឯងឬមកក៏ឲ្យជើងជួយខ្ញុំទៅមិនបានទេព្រោះខ្ញុំជាមិត្តល្អរបស់ស៊ូវ៉ាន់វ៉ាន់ដែលពួកលោកនិយាយអ្នកនាងគ្រួសារហួយ៉ាន់ស៊ីងហើយយ៉ាលោកម្ចាស់ហ្វូលោកមកចូលរួមពិធីទទួលស្គាល់សាច់ញាតិរបស់កូនខ្ញុំបានពិតជាធ្វើឲ្យគ្រួសារហងមានកិត្តិយសខ្លាំងណាស់អាកានីជូហួរច្រើនឆ្នាំមកនេះខ្ញុំមិនសូវបានចេញក្រៅថ្ងៃនេះមកជួបលោកចង់ពិភាក្សារឿងមង្គលការលុបចោលគ្រួសារពូជើងទាំងពីរចៅប្រុសរបស់ខ្ញុំមានអ្នកនៅក្នុងចិត្តហើយខ្ញុំខ្លាចតែធ្វើឲ្យកូនលោកខកចិត្តអាកានីជូហួរយល់ដល់មុខខ្ញុំផងទៅរឿងផ្ដាច់ពាក្យខ្ញុំប្រាប់រួចហើយបើចង់ផ្ដាច់ពាក្យត្រូវមើលលើកូនស្រីខ្ញុំដែរលោកម្ចាស់ខ្ញុំគោរពលោកជាចាស់ទុំម្នាក់ខ្ញុំទុកមកឲ្យលោកហើយលោកនៅតែមិនយល់ទៀតទេហើយសៀវខ្ញុំគោរពលោកជាចាស់ទុំទើបខ្ញុំថយហើយថយទៀតលោកហ៊ាននិយាយបែបនេះដាក់តារបស់ខ្ញុំលោកទុកថាគ្រួសារពួកខ្លាចលោកហើយបិទមាត់ទៅឯងហ៊ានបន្លំខ្លួនធ្វើជានាងគ្រួសារហោនៅណានឆឹងនេះអ្នកណាដែលមិនដឹងថាឯងគឺជាកូនចិញ្ចឹមរបស់គ្រួសារស៊ូយើងឯងចង់សម្លាប់គ្រួសារយើងឯងកូនចិញ្ចឹមគ្រួសារស៊ូពួកលោកទុកខ្ញុំជាមនុស្សគ្រួសារស៊ូពីពេលណាជាង20ឆ្នាំមកនេះខ្ញុំនៅគ្រួសារលោកនៅបន្ទប់មេផ្ទះស្លៀកពាក់ខោអាវដែលស៊ូវ៉ាន់វ៉ាន់មិនត្រូវការញ៉ាំបាយម្ហូបសាផ្អមរបស់ពួកលោកបោះខ្ញុំទៅជំរំការប្រែ5ឆ្នាំមិនសួរមិននាំខ្ញុំត្រូវបង្ខំទើបចេញពីផ្ទះមនុស្សគ្រួសារលោកធ្វើដាក់កូនខ្លួនឯងបែបហ្នឹងមែនទេគ្រួសារស៊ូធ្វើដាក់កូនចិញ្ចឹមខ្លួនឯងបែបនេះធ្វើឲ្យគេហេហាចិត្តហើយខ្ញុំមើលទៅកូនចិញ្ចឹមមាននិស្ស័យជាងកូនបង្កើតពួកគេផងប្រកាសជាចំណានហើយតែធ្វើដាក់គេបែបហ្នឹងមនុស្សគ្រួសារស៊ូនេះអាក្រក់ពេកហើយមែនទេទាំងអស់គ្នាកុំស្ដាប់គេនិយាយផ្ដេសផ្ដាសស៊ូយ៉ាន់ស៊ីងតាំងពីក្មេងក្អេងក្អាងតែងតែធ្វើបាបកូនស្រីខ្ញុំគ្រួសារខ្ញុំដាក់ទោសឯងបន្តិចក៏ដើម្បីឯងល្អដែរដើម្បីខ្ញុំល្អពួកអ្នកបានមិនវេក៏ជេរខ្ញុំដែរខ្ញុំរបួសចាស់មិនតាន់ជាផងថែមរបួសថ្មីទៀតជាង20ឆ្នាំមកនេះលើខ្លួនខ្ញុំសិតតែស្នាមរបួសឬមួយនេះក៏ដើម្បីខ្ញុំល្អដែរគ្រួសារស៊ូមួយថ្ងៃវាជេរកូនចិញ្ចឹមដូចជាសត្វដេរឆានពេកហើយមិនចំណាយទេអ្នកនាងម្នាក់នេះត្រូវបង្ខំឲ្យចេញពីផ្ទះមនុស្សគ្រួសារស៊ូពិតជាសម្បកចចកមែននិយាយតែផ្ដាស់គ្រួសារស៊ូវាយឯងពីពេលណាជេរឯងពីកាលទោះបីជាយូរម្ដងដាក់ទោសឯងខ្លះនោះក៏ដើម្បីបង្រៀនឯងឲ្យល្អដែរមិនបានជាឯងមិនយល់ចិត្តពួកយើងដែលជាឪពុកម្ដាយរបស់ឯងចឹងបងស្រីខ្ញុំដឹងបងស្អប់ខ្ញុំចែកយកក្តីស្រឡាញ់ពីប៉ាម៉ាក់តែបងក៏មិនអាចនៅមុខមនុស្សច្រើនយ៉ាងនឹងមកបង្កាច់គេឈ្មោះគ្រួសារស៊ូយើងនោះទេមែនហើយស៊ូចានស៊ីងឯងជុំទៅជិបរៀបដាទៀតទៅស្នាមរបួសផងបើគ្រាន់បើនៅពេលនេះដល់ក្រៅទៅឲ្យអ្នកទាំងអស់គ្នាបានឃើញដោះទៅដោះទៅនេះក្មេងស្រីនេះរងទុកចំណាទៅដាច់ដៃហើយក៏នៅរងទុកក្នុងគ្រួសារស៊ូទៀតពិតជាហួសហេតុពេកហើយមនុស្សគ្រួសារស៊ូជាសត្វដេរឆានមែនហើយមែនហើយដេរឆានមែនប៉ាម៉ាក់តើនេះយ៉ាងម៉េចវិញឬមួយស៊ូយ៉ាន់ស៊ីងត្រូវដាច់ដៃពេលនៅក្នុងជំរំមិនធ្លាប់លើគេនិយាយទេសមមុខនេះហើយបើមិនចេះគោរពច្បាប់គេមិននឹងអាចវាយបំបាក់ដៃរបស់នាងទៅប៉ាម៉ាក់ដៃគេដាច់របៀបណាមិនសំខាន់ទេសំខាន់គឺត្រូវលុបចោលការប៉ះពាល់មិនអញ្ចឹងបើអាកែនយុហួរនៅនាងហួរមើលឃើញគេឈ្មោះគ្រួសារយើងចាប់មិនខានត្រូវហើយគ្រប់គ្នានេះគឺជាការយល់ច្រឡំតែប៉ុណ្ណោះប្រហែលឆ្នាំនេះគ្រួសាររបស់ខ្ញុំមិនដែលប្រកាន់នាងជាជនពិការនោះទេតែមិននឹកស្មានថានាងយកគុណសងទោសមូលបង្កាច់គ្រួសាររបស់ខ្ញុំគ្រប់ទីកន្លែងនាងពិតជាអាក្រក់ខ្លាំងណាស់មិនដឹងគុណគ្រួសាររបស់ខ្ញុំទាល់តែសោះហើយនាងគឺជាមនុស្សរមើលគុណនិយាយបែបហ្នឹងគ្រួសារស៊ូក៏មានចិត្តល្អដែរតាស៊ូខុនលោកនៅមុខមហាជនកលាស់សតែជាខ្មៅលោកនេះជាខ្មៅឬក៏អត់គឺបង
បងស្រីបងមួយបង្កាច់គ្រួសារស៊ូក៏ហីចុះនៅមិនចេះខ្មាស់ទៀតថាខ្លួនអញជានាងគ្រួសារហួរទាំងអស់គ្នាមើលទៅគ្រួសារហួរមានអ្នកនាងជាមនុស្សពិការបែបហ្នឹងដែរហ៎ មិនដែលឮថាអ្នកនាងគ្រូសាហួរគឺជាជនពិការនោះទេហ៊ានមកបន្លំធ្វើជាអ្នកនាងគ្រូសាហួរគឺពិតជាមិនដឹងស្លាប់ ព្រោះពួកយើងដេកត្រូវសម្បកក្រែស្លូតបឺរបស់នាងកុហកបាន ហេបន្លំធ្វើជានាងគ្រួសារហោះដេញនាងចេញទៅកុំឲ្យប្រឡាក់ភ្នែករបស់គ្រួសារហោះឲ្យសោះ មិនដែលដេញនាងចេញទៅ ពួកឯងលែងខ្ញុំទៅខ្ញុំជាអ្នកនាងគ្រួសារហួរមែនពួកឯងលែងខ្ញុំទៅស៊ូខុនស៊ូវ៉ាន់វ៉ាន់ចាំប៉ាខ្ញុំមកដល់គ្រួសារពួកឯងស្លាប់មិនស្រួលទេ ស្លាប់មិនស្រួលទេស្រីថោកទាបឯងហ៊ានប្រមាថមុខមាត់គ្រួសាររបស់យើងផងថ្ងៃនេះយើងនឹងវាយស្រីថោកទាបឯងឲ្យស្លាប់នៅចំពោះមុខមហាជនកុំឲ្យនាំទុកដល់គ្រួសាររបស់យើងងាប់ទៅស្រីថោកទាបស្លាប់ទៅ